តាចាស់ហៅសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះឡៅស៊ឺនឹងបង្រៀនអ្នកទាំងអស់គ្នាទាក់ទងនឹងប្រយោគខ្លីៗដែលយើងអាចប្រើប្រាស់ជាប្រចាំថ្ងៃបានហើយប្រយោគខ្លីៗនេះឲ្យតែយើងឧស្សាហ៍រំលឹកឧស្សាហ៍ទន្ទិញយើងនឹងអាចប្រើបានចឹងហើយចំណុចនេះគឺសំខាន់មែនតើហើយទី1យើងអានថាពូហៅអ៊ីសឺពូហៅអ៊ីសឺពូហៅអ៊ីសឺសូមអភ័យទោសទី2សឺចាយបោឈៀនសឺចាយបោឈៀនសឺចាយបោឈៀនពិតជាសុំទោសទី3តារោនីលតារោនីលតារោនីលតារោប្រែថារំខាននីលអ្នកហើយរំខានអ្នកហើយចុងក្រោយឈិងនីយានលាំងឈិងនីយានលាំងឈិងនីយានលាំងសូមអ្នកអត់ទោសសូមអ្នកអត់ទោសចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាទន្ទិញហើយនឹងកត់ចំណាំអរគុណច្រើនសម្រាប់ការរៀនភាសាចិន